ជំរាបសួរហើយនឹងសួស្តីទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាលោកតាលោកយាយដែលរស់នៅក្នុងប្រទេសក៏ដូចជាក្រៅប្រទេសទាំងអស់គ្នាហើយនេះខ្ញុំបាទមានដំណឹងហើយនឹងមានរឿងរ៉ាវខ្លះៗចង់មកនិយាយចែកជូនទៅដល់ពុកម៉ែបងប្អូនបានទស្សនាក៏ដូចជាបានជ្រាបដំណឹងនេះផងដែរតែក្នុងចំណងជើងនេះគឺខ្ញុំបានដាក់ថាហេតុអ្វីដល់ថ្នាក់នឹងការជោគព្រៃរបស់ព្រះអង្គចន្ទមុនីមូលហេតុអីបានជាខ្ញុំបាទរៀបរាប់ឬក៏ដាក់ចំណងជើងបែបហ្នឹងដោយសារតែខ្ញុំបាទមានរឿងរ៉ាវខ្លះចង់ចែករំលែកទៅកាន់បងប្អូនឲ្យមានជនមួយចំនួនហ្នឹងគឺគាត់បានឆាតឬក៏ comment នៅក្នុង channel YouTube របស់ខ្ញុំបាទដោយប្រមាថហើយនឹងដៀលនឹងឌៀមដាមទៅកាន់ព្រះអង្គចន្ទមុនីឬក៏ប្រធមវនវិស័យបណ្ឌិតចន្ទមុនីអញ្ចឹងបងប្អូនអញ្ចឹងហើយបានជាខ្ញុំបានដាក់ចំណងជើងរៀងប្លែកបែបនេះហើយចង់នឹងថារឿងរ៉ាវហ្នឹងបែបណាហើយការឌីលការប្រមាថព្រះអង្គហ្នឹងបែបណាពុកម៉ែបងប្អូនទាំងអស់គ្នាអាចអញ្ជើញតាមដាននិងទស្សនាស្ដាប់នឹងរឿងរ៉ាវទាំងអស់គ្នាផងដែរហើយរឿងរ៉ាវមួយទៀតគឺខ្ញុំបាទចង់លើកយកពាក់ព័ន្ធទៅនឹងបញ្ហាដែលកំពុងតែមានចំនួនរវាងកម្ពុជាហើយនិងថៃហើយនឹងមូលហេតុអ្វីបានជាថៃមិនហ៊ានទៅកាន់តុលាការ ICJ ជាមួយនឹងកម្ពុជាមូលហេតុដូចម្ដេចបានជាថៃមិនហ៊ានទៅតុលាការនេះជារឿងមួយផ្សេងទៀតប៉ុន្តែមុននឹងដល់រឿងហ្នឹងគឺខ្ញុំបាទចង់រៀបរាប់និយាយអំពីដំណើរដើមតងនៃការមាក់ងាយរបស់ជនអគតិមួយចំនួនតូចទេបងប្អូនមិនមែនច្រើនទេហើយគាត់បានឆាតចូលទៅក្នុង Facebook ក៏ដូចជាឆាតនៅក្នុង comment នៅក្នុង YouTube របស់ខ្ញុំបាទផងដែរបងប្អូនហើយក៏មិនមែនលើកឡើងនេះគឺចង់តតាំងឬក៏ប្រឆាំងឬក៏ចង់មានបញ្ហាអីជាមួយគាត់ទេបងប្អូនគាត់ថាចង់បកស្រាយរៀបរាប់ប្រពន្ធបងប្អូនបានដឹងខ្លះៗចឹងទៅណាបងប្អូនអ្នកគ្នាហើយកាលពីព្រះអង្គមិនទាន់ចូលព្រៃហ្នឹងក៏មានមតិពុកម៉ែបងប្អូនខ្លះឬក៏អ្នកមួយចំនួនតូចតិចទៀនយាមដាមទៅលើព្រះអង្គថាព្រះអង្គជាប់នៅលៀបសការៈជាប់នៅបនស័កជាប់នៅយុស័កជាប់នៅមានការស្រឡាញ់ពីបរិស័ទទាំងទៅលែងចូលព្រៃវិញហើយរហូតដល់ចោទព្រះអង្គថាព្រះអង្គមានស្រីនៅជាមួយស្រីនៅជាមួយអីថែមទៀតបងប្អូននឹងកាលពីព្រះអង្គមិនទាន់និមន្តចូលព្រៃដឹងដែរហើយនៅពេលដែលព្រះអង្គចូលព្រៃហើយនឹងក៏មានបងប្អូនមួយចំនួនទៀតនឹងក៏គាត់នៅតិចទៀនថ្មេះតេះដៀលមកលើព្រះអង្គទៀតថាព្រះអង្គចូលព្រៃនឹងយកទៅរួចខ្លួនដល់ខ្លួនអង្គឯងអត់គិតដល់អ្នកដតីគិតដល់គេផ្សេងរហូតដល់ថ្នាក់ថាប្រទេសជាតិកំពុងតែមានបញ្ហាកំពុងតែមានចំនួនវាទាស់តែងជាមួយថៃព្រះអង្គនិមន្តចូលព្រៃយកទៅរួចខ្លួនចឹងទៅនឹងជាមតិមួយចំនួនហើយមតិមួយចំនួនទៀតនោះឌៀលព្រះអង្គថាបារមីខ្លាំងអីមានទឹកមានអំណាចអីមានបុណ្យស័ក្តិអីហើយមានបុណ្យបារមីខ្លាំងអីមិនទៅប្រឈមមុខជាមួយកងទ័ពនៅជួរមុខទៅហើយមិនទៅដេញពួកថៃពួកសៀមឲ្យខ្ចាត់ព្រាត់ចេញពីទឹកដីនៃប្រទេសកម្ពុជាទៅហើយអីក៏លាក់មុខបាត់ប្រកាយបាត់ខ្លួនបាត់ក្បាលលេរហូតដល់ឌៀព្រះអង្គថាឆែបរហូតមកទៅបងប្អូនរហូតដល់ឌៀព្រះអង្គថាមនុស្សបំពោសង្គមបរិញ្ញាញាតិញោមមកការនិយាយឲ្យដើរផ្លូវខុសជាដើមទាំងទេបងប្អូនមានការប្រមាថធ្ងន់ធ្ងរជានឹងទៀតក៏មានដែរបងប្អូនហើយនឹងព្រះអង្គចូលព្រៃចូលអីដើម្បីទៅទុដងទៅធ្វើទុដងនៅក្នុងព្រៃហើយនឹងមានមតិជនមួយចំនួនជនចំណែនឈ្នានីសមួយចំនួននឹងនៅតែប្រមាថនៅតែដៀលម៉េះ
ព្រះអង្គថែមទៀតបងប្អូនថាព្រះអង្គនៅវត្តទៅថាបងប្អូនណានេះព្រះអង្គនិមន្តចូលព្រៃហើយនៅតែមានការថ្មេះតេះដៀលព្រះអង្គបែបនោះទៀតហើយការថ្មេះតេះដៀលហ្នឹងគឺមិនមែនច្រើនទេបងប្អូនមានតែមួយចំនួនតូចទេបងប្អូន4ដល់20នាក់អីហ្នឹងឯងរហូតដល់មានការ live មានការអីថាព្រះអង្គលោកនឹងមិនដឹងមកពីណាខ្ចាត់ប្រត់មកពីណាមិនដឹងលោកពិតឬคล้ายចឹងទៀតបងប្អូនដល់មានប្រតិមួយចំនួននៅនិយាយឌៀមតាមខមមិនចោតព្រះអង្គបែបហ្នឹងទៀតបងប្អូនហើយមួយទៀតហ្នឹងក៏មានការលើកឡើងថាព្រះអង្គចូលព្រៃមិនមែនចូលព្រៃដោយសុទ្ធចិត្តទេចូលព្រៃដើម្បីលាក់ខ្លួនការពារខ្លួនដើម្បីឲ្យចេញមកក្រោយទៀតហ្នឹងឲ្យអើលឲ្យល្បីជានឹងទៀតអីចឹងទៅហើយដែលខ្លះទៀតគាត់ថាជាឆាកលខោនព្រះអង្គដើម្បីបំផុតភ្នែកលោកតាវិញ័យពុទ្ធបរិស័ទអីចឹងទៅនឹងមតិមួយចំនួនបងប៉ុន្តែលោកតាវិញ័យជាច្រើនគាត់នៅតែគោរពស្រឡាញ់ព្រះអង្គបងទោះបីជាមានគេនិយាយឌៀលថ្មេះព្រះអង្គប្រមាថព្រះអង្គបែបណាក៏លោកតានិយាយដែរគោរពស្រឡាញ់ព្រះអង្គនឹងអត់មានការតបតអត់មានការខឹងសម្បាជាមួយជនមួយចំនួនតូចមួយក្តាប់តូចហ្នឹងទេបងប្អូនហ្នឹងពុទ្ធបរិស័ទដែលស្រឡាញ់ព្រះអង្គហើយពុទ្ធបរិស័ទខ្លះហ្នឹងក៏តែស្រឡាញ់ព្រះអង្គខ្លាំងនឹករលឹកព្រះអង្គខ្លាំងតាមរកព្រះអង្គដល់ភ្នំត្បែងភ្នំគូលែនដល់ព្រះវិហារដល់អីទៀតក៏មានដែរពុកម៉ែបងប្អូនដល់សៀមរាបដល់អីទៀតហ្នឹងក៏មានដែររហូតដល់ឡើងមកដល់ពោធិ៍សាត់មកដល់ភ្នំកញ្ចកោតដោយសារលើកដំណឹងព្រះអង្គនិមន្តដល់ខេត្តពោធិ៍សាត់អីចឹងទៅហើយអញ្ជើញនេះមនានប្រមូលគ្នាមកចង់ឃើញចង់ជួបព្រះអង្គរហូតដល់ថ្នាក់តាមរកដល់ភ្នំតូចភ្នំធំរហូតដល់ភ្នំក្រវាញភ្នំថ្មទៀតនឹងក៏មានដែរបងប្អូននឹងតាមមតិចាស់មួយចំនួនដែលគាត់ស្រឡាញ់ព្រះអង្គបងប្អូននឹងគឺការស្រឡាញ់ការឲ្យតម្លៃទៅលើគុណធម៌និងអរិយាបថព្រះអង្គបងប្អូនហើយសួរថាព្រះអង្គដែរខឹងសម្បាឬក៏តបតជាមួយជនអកតេជនមួយចំនួនដែលប្រមាថដែលឈ្នានីសព្រះអង្គឬក៏ដែលជេរព្រះអង្គដែលប្រមាថព្រះអង្គឯងគឺអត់ដែរទេបងប្អូនទាំងអស់គ្នាព្រះអង្គអត់ដែរមានការតវ៉ាខឹងសម្បាមួយជនមួយចំនួនទឹកប្រទេសព្រះអង្គដូចជាក់ដូចទឹកកកទេបងប្អូនឃើញជ្រះថ្លាបងប្អូនសុភាពការនិមន្តរបស់ព្រះអង្គក៏ធ្វើឲ្យបរិស័ទនឹងគួរជាទីជ្រះថ្លារីករាយខ្លាំងបងប្អូនពីហេតុអ្វីបានជាយើងទៅយល់ប្រមាថថ្មេះតែដៀបព្រះអង្គបែបហ្នឹងបងប្អូនអស់គ្នាហើយយើងជាជាតិសាសន៍តែមួយយើងជាខ្មែរតែមួយយើងគួរតែរួបរวมសាមគ្គីគ្នាឲ្យអាវាតរបស់ព្រះអង្គធម្មវនវិស័យគឺភាគច្រើនគឺព្រះអង្គផ្ដល់អាវាតដល់បរិស័ទទី1គឺការសាមគ្គីការសាមគ្គីជាកម្លាំងកាលណាបើខ្មែរសាមគ្គីខ្មែររួបរวมធ្វើឲ្យខ្មែរនឹងខ្លាំងធ្វើឲ្យខ្មែរនឹងអស្ចារ្យធ្វើឲ្យខ្មែរនឹងគ្មានសត្រូវណាហ៊ានឆ្លៀនពៀនហ៊ានបៀតបៀនទេបងប្អូននេះគឺជាអាវាតតាមផ្ញើរបស់ព្រះអង្គទៅដល់ពុទ្ធបរិស័ទទាំងអស់គ្នាហើយមួយទៀតហ្នឹងក៏ព្រះអង្គលើកឡើងថាសម្រាប់យើងជាអ្នកកាន់ព្រះពុទ្ធសាសនាយើងកាន់សាសនាអីក៏កាន់ទៅយើងមានជំនឿអីក៏មានទៅនឹងអាស្រ័យលើជំនឿរៀងខ្លួនទោះបីជាអ្នកកាន់ព្រះពុទ្ធសាសនាហើយដើរតាមព្រហ្មញ្ញសាសនាផងដើរតាមព្រះពុទ្ធសាសនាផងនោះគឺជាជំនឿជាអាគមជាមុនសំធ្វើឲ្យយើងនឹងមានទឹកចិត្តអង្គអាចក្លាហានហើយនឹងមានបារមីចាំថែរក្សាអីហ្នឹងគឺជាជំនឿរៀងខ្លួនទៅអញ្ចឹងណាបងប្អូនហើយដល់មួយទៀតក៏ព្រះអង្គលើកឡើងថានេះគឺជាទំនៀមទម្លាប់វប្បធម៌អរិយធម៌របស់ខ្មែរយើងតាំងពីសម័យអង្គរតាំងពីសម័យដើមមកបងប្អូនទាំងអស់គ្នា
មិនមែនមានជំនឿទៅតែបច្ចុប្បន្ននោះទេហើយក៏ព្រះអង្គលើកឡើងទៅថាអ្នកដែលមានចំណេះជំនាញមុនវិជ្ជាខ្លាំងអ្នកមានបារមីអ្នកដែលមានអាគមខ្លាំងហ្នឹងគឺមានច្រើនបងប្អូនគ្រាន់តែគេមិនចេញមុខគេមិនបង្ហាញមុខឲ្យយើងឃើញឲ្យយើងដឹងអញ្ចឹងណាវាជាប្រសាសន៍ឬក៏ជាថេរដីការបស់ព្រះអង្គចន្ទមនីបងប្អូនណាហើយថេរដីកាព្រះអង្គគឺស្ដាប់ហើយពីរោះស្ដាប់ហើយគួរឲ្យយើងពិចារណាហើយយើងជាខ្មែរជាជាតិខេមរានឹងយកគំរូឬក៏ដើរតាមដងវត្តរបស់ព្រះអង្គនេះគឺជាវត្តដ៏ល្អរបស់ព្រះអង្គបងប្អូនហើយសូមជម្រាបទៅដល់ជនមួយចំនួនដែលមិនស្រឡាញ់ដែលមិនចូលចិត្តព្រះអង្គជប់មានការគិតឬក៏ថ្នាក់អំពីព្រះអង្គទៅឥឡូវនេះព្រះអង្គបាននិមន្តទៅធ្វើទុដងនៅក្នុងព្រៃហើយអញ្ចឹងណាកុំមានការខឹងសម្បានៅមិនមានបាបនៅមិនមានទោសដល់ខ្លួនឯងទេអញ្ចឹងបងប្អូនទាំងគ្នាក៏សូមជម្រាបបងប្អូនទាំងគ្នាប៉ុណ្្នឹងឯងហើយដំណើរដើមតងរឿងរ៉ាវផ្សេងទៀតពាក់ព័ន្ធនឹងព្រះអង្គហ្នឹងក៏បងប្អូនអាចអញ្ជើញតាមដានទស្សនានៅវីដេអូរបស់ខ្ញុំបាននឹងបានដឹងរឿងរ៉ាវជាច្រើនផ្សេងទៀតដោយសារមេឃភ្លៀងខ្លាំងហើយផ្លូវពិបាកអញ្ចឹងខ្ញុំបាទអាចធ្វើដំណើរទៅភ្នំកាច់កូតម្ដងទៀតបងប្អូនមើលមេឃរាំងឬក៏អន់ភ្លៀងខ្ញុំបាទនឹងធ្វើដំណើរទៅភ្នំកាច់កូតម្ដងទៀតដោយសារតែមានពុកម៉ែបងប្អូនជាច្រើនហ្នឹងគាត់សំណុំពរហើយខ្ញុំបាទនឹងទៅថតនៅភ្នំកាច់កូតម្ដងទៀតដោយសារគាត់មិនអស់ចិត្តគាត់ចង់ឃើញចង់ដឹងចង់ឮរឿងរ៉ាវនៅទីហ្នឹងក៏ដូចចង់ឃើញអំពីទិដ្ឋភាពទេសភាពឬក៏ប្រវត្តិរឿងរ៉ាវនៅលើភ្នំកាច់កូដនឹងថែមទៀតហើយបរិស័ទលោកតាលោកយាយមួយចំនួនគាត់ចង់ដឹងថាព្រះអង្គពិតជាទៅនឹងដែរឬអត់អញ្ចឹងណាខ្ញុំទៅដិតខ្ញុំទៅម្ដងទៀតហើយខ្ញុំបាននឹងព្យាយាមបងប្អូនព្យាយាមទៅថតទៅយករូបភាពឬក៏ដំណឹងប្រព័ន្ធទៅនឹងព្រះអង្គនៅទីហ្នឹងម្ដងទៀតចែកជូនលោកតាលោកយាយបានស្ដាប់ហើយនឹងបានទស្សនាទាំងអស់គ្នាបងប្អូនគឺចុចពាក្យជាឬពាក្យ Subscribe នៅ Channel របស់ខ្ញុំនឹងបានដឹងបងប្អូនណាបានដឹងនិងបានទស្សនារឿងរ៉ាវព្រោះតែនឹងព្រះអង្គដែលព្រះអង្គនិមន្តទៅភ្នំកាច់កូដនឹងបានទៅធ្វើអ្វីខ្លះហើយបានទៅនិមន្តទៅណាទៀតអត់ហើយដាប់អវាទនេះអវាទគ្រូគាត់ដល់អវាទដល់អីយ៉ាងណាហ្នឹងបងប្អូនអាចដឹងហើយនឹងអាចជ្រាបបាននឹងដិតយកនឹងទៅថតយកហើយនឹងសួរតានិយាយនៅក្នុងនឹងបន្ថែមទៀតបងប្អូនណាដែលឃើញព្រះអង្គនិមន្តមកទៀតអត់អីអត់ហ្នឹងខ្ញុំបាទនឹងថតនឹងសាកសួរតានិយាយដែលគាត់រស់នៅនឹងតែជាថ្មីម្ដងទៀតចែកចូលតានិយាយបានស្ដាប់ហើយនឹងបានទស្សនាហើយហ្នឹងហើយបងប្អូនទាំងអស់គ្នាវីដេអូរបស់ខ្ញុំបាទដែលរៀបរាប់ពាក់ព័ន្ធទៅនឹងរឿងរ៉ាវព្រះអង្គចន្ទមនីដែលព្រះអង្គនិមន្តចូលទៅក្នុងព្រៃហើយព្រះអង្គនិមន្តនៅវត្តហើយក៏មានបុគ្គលថ្មេះតេះដៀព្រះអង្គអីហ្នឹងគឺមានប៉ុណ្ណឹងឯងសម្រាប់ចែកជូនលោកតាលោកយាយពុកម៉ែបងប្អូនបានទស្សនាហើយរឿងរ៉ាវពាក់ព័ន្ធទៅនឹងការមិនហ៊ានទៅតុលាការ ICJ របស់ប្រជាជនឬក៏ដាក់ដឹកនាំថៃជាមួយកម្ពុជាដោយសារតែមានផុសតាងមានតលហេកច្បាស់លាស់ដោយសារកម្ពុជាយើងគឺមានផុសតាងមានតលហេកមានអីច្បាស់លាស់អញ្ចឹងបងប្អូនអញ្ចឹងទោះបីទៅយ៉ាងណាអីយ៉ាងណាក៏នៅតែមិនអាចឈ្នះកម្ពុជារបស់យើងដោយសារថៃនឹងគេឆ្លៀនពៀនមកលើទឹកដីរបស់យើងដូនតាបារមីគេតំណែងដូនតារបស់យើងបានបន្សល់ទុកបារមីប្រាសាទបារមីលោកតាភ្នំបារមីផ្សេងតាមថែរក្សាកងទ័ពរបស់យើងបានសនុកសុខសប្បាយបងជនទាំងឡាយដែលមកបំពេញជនទាំងឡាយមកឆ្លៀនពៀនលើទឹកដីរបស់យើងសូមឲ្យវិនិច្ឆ័យខ្ចាក់ខ្ចាយឲ្យវិនិច្ឆ័យហិនហោចបាត់ទៅបងប្អូនដូចបងប្អូនឃើញស្រាប់ហើយនៅវីដេអូមុនខ្ញុំបានរៀបរាប់ពាក់ព័ន្ធនឹងមូលហេតុការឆ្លៀនពៀនរបស់ថៃក៏ដូចជាមូលហេតុតែថៃរងភាពអាម៉ាស់ថៃបានលិចលង់
ផ្សេងផ្សេងគ្រោះថ្នាក់ផ្សេងផ្សេងដោយថាថៃហ្នឹងគឺមិនដឹងគុណកម្ពុជានឹងបងប្អូនអត់ឆ្លៀនពៀនបំពេញមកលើទឹកដីកម្ពុជាបារមីដូនតាហើយនឹងបងប្អូនវីដេអូរបស់ខ្ញុំបាទមានប៉ុណ្ណឹងអរគុណសម្រាប់ការតាមដានទាំងការចូលចិត្តរបស់ពុកម៉ែបងប្អូនទាំងអស់គ្នាបើមានចំណុចខ្វះខាតត្រង់ណាហ្នឹងក៏សូមអធិស្ឋានទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាផងអរគុណការតាមដាននិងចូលចិត្តរបស់ពុកម៉ែបងប្អូនអរគ្នាសូមជម្រាបលា